เราបន្ទាប់ពីបានមួយហើយដូចរៀងស្ងាត់តែឃើញហើបនៅឡើយតែវាអត់តន់ខាំចូលទៀតเราចាប់ផ្ដើមបាយសិនជាងដាំបាយកំមែលហើយនឹងអាំងត្រីធម្មជាតិអត់បានដាក់ម្ហូបមកទេគឺអត់បានដាក់ម្ហូបមកទេគឺដាក់តបាយមកអង្គមកទេសិនជាបានត្រីបាយបើម្ទេសហើយមើលទៅអានេះពួកធីមអ្នកបកត្រីបានយល់អារម្មណ៍មួយនេះប្រឡងស្អាតដែរប៉ុន្តែថ្ងៃនេះយើងមកតាំងចិត្តថាស្ទូចសិនជាបបកហើយអាចจะមើលល្ងាចថាអត់ខានទេបើជាដូរនុយដាក់កុំនុយតងវិញហើយមើលទៅទស្សនភាពនៅបឹងនេះគឺស្រស់ស្រាយគឺទៅសលេងសត្វយំអានេះអូបន្ទាប់មកអានេះខាងនោះគឺច្រាំងខាងនោះច្រាំងចឹងអានេះគឺមុខត្រីឡើងមកទៅពាំងនេះទៅពាំងនេះគឺរៀមស្ដក់អត់នេះគួយមួយថ្ងៃខំដល់ក្នុងស្ដក់សក់នេះលពឹងហើយសបោក៏ចាប់ច្រើនមែនទេចាប់អីដាក់